ស្របពេលដែលបើយើងមិនក៏មិនមែនជាក្រុមមួយដែលអន់ដែរក្រោមការដឹកនាំរបស់លោក Wang Company បាទយើងឃើញថាការប្រកួតយកឈ្នះលើ Bayer Leverkusen នេះគឺជារឿងមួយដែលមិនធម្មតាទេបាទព្រោះថាមករយៈកុងក្រោយនេះគឺសម្រាប់ Bayer Munich អត់អាចធ្វើអីជាមួយនឹង Bayer Leverkusen ស្រួលទេប៉ុន្តែរដូវកាលនេះគឺ Bayer Munich ធ្វើបានល្អមែនទែនជាមួយនឹង Bayer Leverkusen ជើងទី1 3ទៅហើយជើងទី2មើលទៅមុជមិនត្រូវទៅមិនឆ្ងាយទេសម្រាប់ Bayer Leverkusen បាទហើយបើសិនជាយើងនិយាយអំពីបាសេឡូណាខ្ញុំក៏ផ្ដល់ឲ្យថាគាត់ល្អមែនបច្ចុប្បន្នបាទគាត់ល្អមែនប៉ុន្តែជើងក្រោមមកគាត់ក៏មិនជាល្អណាស់ណាដែរប្រសិនបើគាត់ប៉ះមួយគេប៉ិនការពារបាទឧទាហរណ៍ណាប៉ះជាមួយលីភូលអីបាសេឡូណាតឹងតិចហើយបាទតានតឹងតិចហើយបាទសម្រាប់បាសេឡូណាបាទប្រិមត្តឃើញហើយបាទប៉ារីសបាទมันមានសំណាងនោះទេនៅក្នុងការស្វែងរកគ្រាប់បាល់ផុតពីខ្សែការពារហើយនៅមានឆ្លៀតជាមួយនឹងជាប់មួយ Alisson Becker ទៀតអញ្ចឹងមានន័យថាវាតានតឹងមែនតើបាទបើសិនជាយើងនិយាយអំពីបាសេមកដល់ពេលនេះប្រិមិត្តក៏បន្តសួរថាតើសេដ្ឋកិច្ចរបស់បាសេឡូណាបច្ចុប្បន្នគឺយ៉ាងណាហើយបាទដូចនៅជួយជម្រាបជូនប្រិមិត្តដដែលអញ្ចឹងសម្រាប់សេដ្ឋកិច្ចរបស់បាសេឡូណាបច្ចុប្បន្នគឺស្ថិតនៅក្នុងភាពបាទគេហៅថាតែតោលបាទនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេបាទសម្រាប់ក្រោមការដឹកនាំបាទរបស់ថ្នាក់ដឹកនាំរបស់គាត់បាទលោកឡាពកតាគាត់កំពុងតែព្យាយាមមែនតើណាប្រិមិត្តបាទព្យាយាមមែនតើហើយធ្វើម៉េចឲ្យបញ្ហា financial បាទរបស់បាសេឡូណានឹងត្រឡប់មករកភាពល្អវិញបាទលក់អស់ឲ្យប្រិមិត្តបាទសំបីតែវិសុសំបីតែស្អីរបស់បាសេឡូណាគឺលក់ខ្ទេចខ្ទីឲ្យបាទសំណល់ពីបាទ Lionel Messi បាទភាពអីស្អីផ្សេងអនុស្សាវរីយ៍ផ្សេងក៏ដាក់លក់ចង់អស់ហើយបាទក៏ព្រោះហេតុអីបាទដើម្បីធ្វើឲ្យក្លឹបបាទមានស្ថានភាពល្អសិនអញ្ចឹងសួរថាតើអ្នកណាដែលអាចមានប្រៀបជាងគេនៅក្នុងការប្រកួត UEFA Champions League យើងក៏លេចមកមើលពេលនេះយើងឃើញហើយក្រុមដែលកំពុងតែមានភាពល្អប្រសើរមានដូចជា Barcelona បាទ Bayern Munich បាទមាន Real Madrid បាទក៏ដូចជា Liverpool 4នេះគឺស្ថិតនៅក្នុងតារាងនៃអត្ថភាពច្រើនបាទយ៉ាងណាមិញសម្រាប់ Liverpool និង Real គឺនឹងត្រូវជំរុះចេញហើយមុននឹងឈានចូលដល់វគ្គផ្ដាច់ព្រាត់ស្របពេលដែល Bayern Munich ជាមួយនឹង Barcelona ក៏ត្រូវតែជំរុះចេញដែរសម្រាប់គាត់ទាំងពីរនាក់បាទនឹងត្រូវបាទដើម្បីទៅកាន់វគ្គផ្ដាច់ព្រាត់អញ្ចឹងសម្រាប់គាត់បាទសម្រាប់ទាំង4ក្រុមនេះខ្ញុំជឿជាក់ថាអាចនឹងមាន2ក្រុមប៉ះគ្នាបាទអាចនឹងមាន2ក្រុមប៉ះគ្នាប៉ុន្តែវាត្រូវហើយ 100% វាត្រូវតែប៉ះគ្នាទេបាទបាទព្រោះដោយសារហេតុអីបើសិនជាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ Liverpool ជាមួយនឹង Real គឺត្រូវតែប៉ះគ្នាហើយបើសិនតែពួកគាត់ឡើងហើយ Bayern Munich ដូចគ្នាដែរអញ្ចឹងសម្រាប់ខ្ញុំគិតថាមាន4នេះបាទហើយប្រិមិត្តសាខ្ញុំមិននិយាយ Arsenal ផងសម្រាប់ Arsenal ខ្ញុំមើលទៅបើសិនជាគាត់ឡើងទៅកាន់វគ្គបន្ទាប់ប៉ះ Real Madrid តានតឹងបន្តិចហើយបាទតំបន់ប្រយុទ្ធគឺគាត់អស់ហើយបាទអញ្ចឹងសង្ឃឹមថាសាកានិង Martinelli ត្រឡប់មកវិញអញ្ចឹងណាបាទហើយសម្រាប់ Real Madrid បច្ចុប្បន្នគឺគេកំពុងតែមានភាពល្អប្រសើរមែនទែនបាទជាមួយនឹងតំបន់ការពារក៏ត្រឡប់មកវិញដែរបាទហើយការប្រកួតចាញ់ Real Betis 2-1គឺជារឿងមួយដែលលំបាកមែនទែនបាទសម្រាប់ Real Madrid ក៏ប្រិមត្តដឹងហើយថាមករយៈចុងក្រោយនេះគឺរឿងលំបាកទីសម្រាប់តំបន់ការពារតែយ៉ាងណាការប្រកួតរបស់គាត់ដូចជារឿងដោយប្រកួតដែរប្រកួតណាទៅគាត់ព្យាយាមខ្លាំងកីឡាករមើលទៅដូចតំណងដែរតែប្រកួតណាមើលទៅដែលគាត់មើលទៅមិនសូវជាប្រឹងទេក៏វាអញ្ចឹងទៅបាទព្រោះការប្រកួតនេះមុននឹងការប្រកួតជាមួយ AT UEFA Champions League ប្រិមត្តបាទអញ្ចឹងក៏វាពិបាកដែរបាទតោះឥឡូវយើងក៏មកនិយាយអំពី UEFA Champions League បាទច្រើនបាទព្រោះដោយសារតែបើសិនជាយើងនិយាយមកដល់ពេលនេះក្រុមដែលកំពុងតែខ្លាំងដូចខ្ញុំនិយាយអញ្ចឹងណាបាទមាន Liverpool មាន Real Madrid មាន Bayern Munich មាន Barcelona ដែលកំពុងតែមានអត្រាខ្ពស់ជាងគេបំផុតហើយបាទនៅក្នុងការលើកពាន UEFA Champions League រដូវកាល2024-2025 នេះបាទសម្រាប់ Arsenal ខ្ញុំមើលទៅមានភាពតានតឹងមែនទែនមិនមែនថាគាត់អត់មានបាទភាគរយទេភាគរយមានគ្រាន់ថាបាទប្រៀបធៀបភាគរយមួយគេគឺគេមានភាគរយច្រើនជាងយ៉ាងណាមិញ Aston Villa ក៏ជាក្រុមមួយដែលធ្វើភ្លៀងច្រើនដែរបាទតោះ Inter សម្រាប់ខ្ញុំគិតថា Inter ប្រហែលជាទៅមិនរួចទេបាទ Inter នឹងអាចនឹងត្រូវប៉ះជាមួយនឹង Bayern Munich នៅក្នុងវគ្គ8ក្រុមបាទហើយសម្រាប់ Barcelona ដូចជាមិនមានអីជាធ្ងន់ទេជើងទី1 ស៊ី Benfica ប៉ុណ្ណឹងហើយជើងទី2ក៏នៅតែបញ្ហាអត់មានបញ្ហាដែរបាទហើយសម្រាប់ Dortmund មួយ Lille មួយណាក៏បានដែរ Barcelona គេនិយាយថាអត់បញ្ហាបាទហក់មកបាទអញ្ចឹងមើលទៅប្រហែលជាទៅមិនរួចទេ Inter ខ្ញុំមើលទៅមាននៅមានភាពស្ទាក់ស្ទើរច្រើនណាស់បាទសម្រាប់ Inter បាទចង់និយាយថាគាត់ឡើងមកនេះក៏មិនងាយស្រួលប៉ុន្មានដែរបាទតឹងបាទតឹងបាទហើយសម្រាប់ការប្រកួត UEFA Champions League នេះខ្ញុំអាចនិយាយបានថា
ដូចមិនអញ្ចឹង4ក្រុមហ្នឹងខ្ញុំនិយាយប្រិមិត្តហើយដូចជាអត់មានអីបន្ថែមទៀតទេប៉ុន្តែបាទបន្ថែមបន្តិចជាមួយនឹង Liverpool ការប្រកួតជើងទី1ប្រិមិត្តឃើញហើយថាសម្រាប់ប៉ារីសគ្រប់គ្រងនៅលើទីលានខ្លាំងបាទហើយអ្វីដែលខ្ញុំព្រួយបារម្ភបន្ថែមការប្រកួតជើងទី2នេះវាអាចនឹងមានផលប៉ះពាល់ដែរសម្រាប់ Liverpool ប្រសិនបើ Liverpool លេងប្រេសលេងបតឹងវាអាចនឹងទៅដល់បញ្ហាមួយចំនួនដូចជាពេលបញ្ហាអាចនឹងរបួសកីឡាករណាមួយនៅលើទីលានវាអាចនឹងការប្រឹងពេកវាអាចនឹងធ្វើឲ្យកីឡាករមានការបាក់មួយចំនួនហើយកុំភ្លេចថានៅចុងសប្តាហ៍ក្រោយបាទ Liverpool ត្រូវលេងវគ្គផ្ដាច់ព្រាត់បាទខារ៉ាបាវជាមួយនឹង Newcastle អញ្ចឹងពីប្រកួតជាប់គ្នានេះអាចនិយាយបានថាគឺជាប្រកួតដ៏តានតឹងបំផុតហើយបាទដ៏តានតឹងបំផុតហើយបាទការប្រកួតអាទិត្យមុនប្រិមត្តឃើញហើយគឺសម្រាប់ Liverpool គឺបានសម្រាប់ពេញហ្មងបាទគឺសម្រាប់បានពេញមួយអាទិត្យតែម្ដងបាទព្រោះដោយសារតែការប្រកួត FA ប្រិមត្តអញ្ចឹងសម្រាប់ Liverpool ប៉ះមួយប៉ារីសនេះប្រសិនបើការប្រកួតមានការប្រកួត FA ដែរខ្ញុំគិតថាប្រហែលតានតឹងរបស់ប៉ារីសណាបាទប៉ុន្តែការប្រកួតជើងទី1ក៏ប្រិមត្តឃើញហើយគឺប៉ារីសគ្រប់គ្រងលើទីលានហើយអញ្ចឹងសម្រាប់ជើងទី2នេះខ្ញុំគិតថា Liverpool គឺត្រូវប្រឹងប្រែងជាពិសេសគឺប្រយ័ត្នប្រយែងនៅក្នុងការគ្រោះថ្នាក់បាទបើសិនជាគាត់មានបញ្ហាណាមួយកើតឡើងនៅពេលការប្រកួតប៉ះមួយប៉ារីសនេះអាចនិយាយបានថាបាទត្រីរស់ក៏រួចទន្សាយក៏រត់ហើយបាទគឺទៅអស់លីងហើយបាទអញ្ចឹងវាពិបាកដែរណាបាទបើសេអាចប៉ះមួយបយ័នខ្ញុំខាប់ប៉ះបាទបើសេប៉ះមួយបយ័នបាទបើសេដឹងតែឡើងឯងខ្ញុំធានាឲ្យបាទជើងទី1 C10 នេះបាទមានស្អីទៀតកាត់ក្រហមមួយផងបាទតម្រាំជើងទី2វិញបាទសេសុំតែស្មើក៏ឡើងដែរបាទហើយសម្រាប់ Dortmund មួយ Lille មានទៅស្អីបាទ Barcelona បច្ចុប្បន្នគេកំពុងតែគេហៅថាឡើងទម្រង់សង្ងំបាទជាពិសេសតំបន់ប្រយុទ្ធរបស់គេគឺលឿនណាស់បាទលឿនណាស់បាទហើយបើសិនជាយើងនិយាយពី Bayern Munich មួយ Leverkusen ជើងទី1 3ហើយជើងទី2 Bayern ខំប្រឹងតែលេងការពារតិចតិចហ្នឹងក៏ទៅមុខរួចដែរបាទហើយបើសិនជាយើងនិយាយអំពី Inter វិញបើប្រៀបធៀបជាមួយនឹង Bayern Munich ពេលនេះខ្ញុំគិតថាទៅមិនរួចទេបាទអញ្ចឹងអត្រាខ្ពស់មែនទែនដែល Bayern Munich នឹងត្រូវប៉ះមួយ Barcelona នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បាទប៉ុន្តែបើសិនជាយើងនិយាយទៅមើល bracket នៅខាងលើវិញយើងពិបាកប៉ាន់ស្មានបន្តិច Arsenal ដឹងឡើងហើយបាទ Arsenal ដឹងឡើងហើយ Real ស្ថិតនៅក្នុងមន្ទិលព្រោះទឹកការប្រកួតក្រោយលេងទឹកដី AT បាទហើយសម្រាប់ Liverpool ក៏យើងមិនទាន់អាចនិយាយថាសន្មតថាគាត់ឈ្នះ 100% ដែរព្រោះដោយសារតែការប្រកួតនេះជើងទី1ប៉ារីសគេបានគេថាបិទតែចាញ់គ្រាប់មែនប៉ុន្តែគេគ្រប់គ្រងនៅលើទីលានអស់ហើយបាទអញ្ចឹងគ្រាន់ថាមានអត្រាខ្ពស់ជាងបាទសម្រាប់ Liverpool ព្រោះការប្រកួតក្រៅដីគាត់ឈ្នះអញ្ចឹងណាបាទហើយបើសិនជាយើងនិយាយអំពី Aston វិញខ្ញុំជឿជាក់ថាទៅមុខហើយបាទអញ្ចឹង Aston ខ្ញុំគិតថាប្រហែលជារងចាំតែមួយទេទៅបាទទៅសម្រាប់ Aston គឺរងចាំហើយបាទគេរងចាំប៉ារីសឬក៏ Liverpool បាទសម្រាប់ Aston គេទៅមុខហើយបាទសម្រាប់ Aston គេទៅមុខហើយបាទអញ្ចឹងខាង Correct ខាងលើបាក់ទូទាយតិច Arsenal ខ្ញុំជឿជាក់ហើយនឹង Aston ខ្ញុំជឿជាក់ថាទៅមុខហើយប៉ុន្តែសម្រាប់ Real អាតេហើយ Liverpool ជាមួយនឹង Paris គឺយើងមិនទាន់សន្និដ្ឋានបានទេគ្រាន់ថា Real មានអត្ថប្រយោជន៍ជាងនិង Liverpool មានអត្ថប្រយោជន៍ជាងតែប៉ុណ្្នឹងឯងបាទបូរ៉េតបន្ទាយមាសសម្រាប់ Liverpool មកដល់ពេលនេះប្រិមត្តសួរថាតើមានទិញកីឡាករណាទេបាទមកដល់ពេលនេះសម្រាប់ Liverpool ក៏មានការចរចាចែកចាយជាមួយនឹងកីឡាករមួយចំនួនដែរបាទប៉ុន្តែដោយសារតែកីឡាករចំនួនក្រោយឬក៏ជាកីឡាករដែលជាថ្នាលមួយចំនួននោះក៏អាចនឹងចូលមកកាន់ឈុតធំដែរដូចជា Brandley អីជាដើមអាចនឹងត្រូវមកជំនួសឲ្យបាទប្រិមិត្តណោះបាទព្រោះដោយសារតែ Trent Alexander-Arnold នេះគឺ 100% ហើយអាចនឹងទៅ Real Madrid បាទនិយាយរួមទៅមិនមែន 100% ចង់និយាយថា 80% ហើយនឹងទៅ Real Madrid ព្រោះមកដល់ពេលនេះគឺអត់មានចរចាបន្តកុងត្រានោះទេហើយសម្រាប់ Liverpool ប្រិមិត្តក៏ដឹងដែរហើយថាការចំណាយចុងក្រោយរបស់លោក Jurgen Klopp បាទគឺចំណាយច្រើនបាទប្រិមិត្តឃើញហើយមានតាំងពី Gakpo បាទមានតាំងពីបាទ Szoboszlai បាទមានតាំងពីDarwin Núñez បាទចាយលុយច្រើនមែនតើបាទអញ្ចឹងការដែលដឹកនាំចុងក្រោយរបស់លោក Jurgen Klopp ចាយលុយច្រើនហើយអញ្ចឹងលោក Arne Slot គឺត្រូវតែមួយគឺកីឡាករដែលជាចំនួនមុនគឺត្រូវតែនឹងមានការចេញច្រើនហើយបាទមានដូចជាបាទ Salah ឬក៏ Arnold នឹងត្រូវចាក់ចេញហើយអាចនឹងមាន Robertson ឬកីឡាករមួយចំនួនទៀតអញ្ចឹងសម្រាប់ការទិញកីឡាករថ្មីមកដល់ពេលនេះនៅទេលោក Arne Slot គឺត្រូវការពេលវេលាព្រោះអត់ទាន់ដឹងថាកីឡាករណានឹងត្រូវចេញកីឡាករណានឹងត្រូវនៅបាទបន្ថែមមួយទៀតបាទកាមេរ៉ាស្គ្រីនល្អណាស់តែអត់មានសំណាងបាទអើយបាទ Man City ឆ្នាំហ្នឹងដឹងណាណីទេបាទតោះកុំឲ្យខាតពេលវេលាយូរបាទប្រិមិត្តយើងនៅសល់ពេល10នាទីទៀតសម្រាប់ការប្រកួតរវាង Nottingham Forest មួយជាមួយនឹង Manchester City បាទស្អែកយើងបន្ថែមទៀតណាប្រិមិត្តបាទស្អែកជួបខ្ញុំបាទបន្ថែមទៀតបាទអញ្ចឹងសម្រាប់
ទិញដូរកីឡាករដូចជាកំពុងតែគ្រាន់តែធម្មតាក់ទងណាប្រិមិត្តបាទអត់ទាន់មានការដោះដូរទេបាទគ្រាន់ថាឆ្នាំនេះខ្ញុំមើលទៅការប្រកួតរវាងប៉ារីសជាមួយនឹងលីវើពូលជើងទី1ណាខ្ញុំមិននឹកស្មានទេក្រុមការដឹកនាំរបស់លោកលូវីអេនរិកគឺអែមមែនតែនបាទអែមមែនតែនបាទគូបាទស៊ីនេះបាទចុងឈ្មោះគាត់កីឡាករជនជាតិបារាំងប្រិមិត្តបាទស្លាបឆ្វេងលេងបានល្អមែនតែនបាទហើយសម្រាប់ប៉ាប្រេសវិញគឺប្រេសខ្លាំងមែនតែនបាទសម្រាប់ប៉ារីសណាបាទលីភូលអត់មានបាល់លេងប្រិមិត្តបាទទៅមុខទីរបស់ប៉ារីសបន្តិចបាត់វូខ្លាំងមែនតែនបាទប៉ុន្តែធ្វើមិនបាទចុងម៉ោងហើយបាទផ្្លាត់ស្នៀតបាទអញ្ចឹងយើងមិនទាន់អាចដឹងទេថាតើលីវើពូលនឹងអាចយកឈ្នះប៉ារីសបានឬអត់ទេបាទអត់ទាន់ដឹងទេប្រិមិត្តព្រោះជើងទី1ប៉ារីសគេខ្លាំងណាស់បាទអញ្ចឹងសម្រាប់3គូនៅក្នុងថ្ងៃនេះគឺខ្ញុំផ្ដល់ជូនឲ្យប្រិមិត្តបាទគឺ Weiler Wolfsburg បាទនៅអាល្លឺម៉ង់ណា Weiler Wolfsburg បាទ over Bayer Leverkusen ហើយនិង over Brighton បាទអញ្ចឹងអាល្លឺម៉ង់2បាទអង់គ្លេស1បាទនៅ Championship មានដែរប៉ុន្តែមើលទៅជែកដូចមិនសូវតំណងបាទមាន Burnley មាន Sheffield មាន Sunderland មើលទៅខ្ញុំជួយជាភ័យទេណាបាទអញ្ចឹង3នេះជួនទៅការប្រិមិត្តម្ដងទៀតណាបាទគឺ Weiler Wolfsburg បាទ over Bayer Leverkusen និង over ទៅលើ Brighton បាទ Brighton ដូចប៉ា Fulham នៅក្នុងយប់នេះបាទតើ Real នឹងទិញខ្សែការពារណាខ្លះបាទសម្រាប់ Real Madrid មកដល់ពេលនេះគឺអ្វីដែលច្បាស់ការនោះអាចនឹងភាគរយខ្ពស់គឺ Trent Alexander-Arnold ហើយប្រិមិត្តបើសិនយើងនិយាយថាតើ Real ទិញខ្សែការពារណាខ្លះចុងរដូវកាលនេះគឺកីឡាករខ្សែការពាររបស់ Real បានត្រឡប់មកវិញបដាហើយបាទប្រិមិត្តឃើញហើយត្រឡប់មកវិញបដាហើយ Rudiger Alaba អីចាប់ផ្ដើមមកវិញបដាហើយអញ្ចឹងក្នុងការទិញកីឡាករតំបន់ការពារខ្ញុំគិតថាប្រហែលជាថមថយទៅវិញហើយបធូរចិត្តបើយើងនិយាយថា Real Madrid គឺបធូរចិត្តណាបើព្រោះមកដល់ពេលដំណាក់កាលនេះទៅហើយបើសិនជាគាត់ចេញកីឡាករខ្សែការពារមកទៀតគឺវាចាល់ហើយបាទគឺចាល់ហើយអញ្ចឹងខ្ញុំគិតថាការទិញអាចនឹងអាណុលបាទមានភាគរយខ្ពស់ជាងគេបាទក្រៅពីហ្នឹងគឺនៅចាំអ៊ុតមើលបន្តទៀតបាទអ៊ុតមើលបន្តទៀតបាទអរគុណបាទសួស្តីដល់ប្រិយមិត្តអរគ្នាបាទអត់តកុំឲ្យខាតពេលស្អែកយើងចាំជួបគ្នាបាទពេញលេងម្ដងទៀតណាបាទប្រិយមិត្តបាទព្រោះដោយសារតែថ្ងៃនេះគឺវាបថុចញ៉ាច់បាទបថុចញ៉ាច់សឹងតែនិយាយថាមិនបានឡាយជូនប្រិយមិត្តផងតែកុំឲ្យប្រិយមិត្តភ្លេចមុខបាទតោះបាទយើងនិយាយពី Man City តិចទៅបាទ Man City ឲ្យជ័យកីឡាស្និទ្ធបាទតិចតួចបាទតិចតួចមែនតែ Nottingham Forest បច្ចុប្បន្នឈរលេខរៀងទី3 Man City ឈរលេខរៀងទី4អញ្ចឹងមិនមែនថា Man City បច្ចុប្បន្នមិនដូច Man City ពីមុនទេបាទឥឡូវអត់សូវស្រួលហ្មងទេបាទប៉ុន្តែនៅក្នុងការប្រកួតបាទជំនួបជួបគ្នាចំនួន8លើកចុងក្រោយគឺ Nottingham ឈ្នះ2ស្មើ2និងចាញ់ចំនួន4លើកបាទ5លើកចុងក្រោយមិនដែលឈ្នះទៅលើ Man City ម្ដងណាទេបាទមានតែស្មើនឹងចាញ់ការប្រកួតចុងក្រោយគឺ Man City យកឈ្នះ3-0ទឹកដី Nottingham Forest ចុងក្រោយ Man City ឈ្នះ2-0តែដោយការថ្មីនេះ Nottingham Forest គេល្អបាទ5លើកចុងក្រោយរបស់ Nottingham Forest ក៏ចាប់ផ្ដើមធ្លាក់ហ្វមត្រឡប់មកវិញហើយបាទប្រិមិត្តអត់ទាន់មានឈ្នះទេ5លើកចុងក្រោយបាទស្មើ3ចាញ់2ការប្រកួតចុងក្រោយបាទស្មើជាមួយនឹង Ipswich បែរជាក្រុមបាតតារានោះគឺ1-1បាទហើយក៏ស្មើមួយ Arsenal 0-0សម្រាប់ Manchester City បាទ5លើកចុងក្រោយចាញ់2និងឈ្នះ3ការប្រកួតចុងក្រោយឈ្នះទៅលើ Plymouth បាទ FA Cup ទេ3-1បាទគណៈពេលដែលការប្រកួត Premier League ចុងក្រោយយកឈ្នះទៅលើ Spurs យ៉ាងតិចតូចតាចបំផុតគឺ1-0បាទយើងកលេចទៅមើលជ័យប៉ុណ្ណេះបើសិនជាយើងកលេចទៅមើលកីឡាករដែលត្រូវចូលរួមប្រកួតនៅក្នុងយប់នេះវិញណាអ្នកចាំទី Edison សាកាពី Vajo Dai Kusanov ហើយនិង Nunes បាទហើយតំបន់បំរើគឺមានបាទ Silva ហើយនិង Nico Gonzalez បាទ Nico Gonzalez នេះគឺចាប់ផ្ដើមលេងបានល្អហើយប្រិមិត្តបាទ Jeremy Doku Phil Foden ហើយនិង Savinho តំបន់ប្រយុទ្ធគឺ Erling Haaland បាទអញ្ចឹងយប់នេះគឺអត់បានដាក់បាទតំបន់ប្រយុទ្ធរបស់គាត់ទេបាទថ្មីរបស់គាត់ទេបាទ Mamus បាទអត់បានដាក់ទេបាទ Mamus ហ្នឹងប្រហែលជាចាំ rotate គ្នាបាទជាមួយនឹង Haaland បាទយើងត្រឡប់ទៅមើល Nottingham Forest វិញបាទមានបាទតំបន់ប្រយុទ្ធគឺមាន Wood បាទបម្រើគឺមាន Elanga បាទ Gibbs Odoi បាទមានបាទ Dominguez ហើយជាមួយនឹង Edison ខ្សែការពារគឺមាន Aina Morelos Miko Milenkovic ហើយជាមួយនឹង Nico Williams តំបន់ការអ្នកចាំទីគឺ Matt Stell បាទបើសិនជាយើងនិយាយអំពីប្រវត្តិដែលធ្លាប់ជួបគ្នាចុងក្រោយប៉ុណ្ណេះយើងមិនក៏ដឹងដែរថា Man City គេឈ្នះហើយមិនអញ្ចឹងហ៎បាទប៉ុន្តែប្រិមិត្តដឹងហើយថាសម្រាប់ Nottingham Forest នៅក្នុងរដូវកាលនេះតែងតែធ្វើឲ្យប្រិមិត្តដែលមើលទៅគាត់ប៉ះមួយជើងខ្លាំងគឺគាត់យកឈ្នះសឹងតែទាំងអស់ទៅហើយបាទសូម្បីតែ Liverpool ក៏ធ្លាត់ស្និទ្ធចាញ់ Nottingham Forest 1-0ហើយដែរប៉ុន្តែយ៉ាងណាមិញបាទរយៈចុងក្រោយនេះសម្រាប់ Nottingham Forest មិនមានទទួលជ័យជំនះទេ5លើកចុងក្រោយនេះគឺគាត់ធ្វើមិនសូវបានល្អទេមានចាញ់មានស្មើ
អញ្ចឹងមានន័យថាអ្វីដែលគាត់កំពុងតែសាងនោះគឺចាប់ផ្ដើមថមថយវិញហើយយប់នេះខ្ញុំគិតថា Manchester City មួយ Nottingham មានអត្រាស្មើបើមានអត្រាស្មើប៉ុន្តែ Manchester City គឺមានអត្រាខ្ពស់ជាងបាទមានអត្រាស្មើខ្ពស់ប៉ុន្តែ Man City មានអត្រាខ្ពស់ជាងយប់នេះខ្ញុំសូមផ្ដល់ឲ្យ Manchester City ឈ្នះប៉ុន្តែប្រហែល